bạn lầnนี้យើងចាប់ដើមធ្វើព័ត៌សោតរបស់គ្នាចឹងដើម្បីធ្វើបានយើងត្រូវមានរូបដែលងឹតឬក៏ស្រមើស្មើគ្នាចឹងណាបាទយើងមានរូបមួយស្លឹកនេះខ្ញុំនឹងធ្វើបទណែនាំដល់អ្នកទាំងអស់គ្នាចឹងដើម្បីធ្វើបានយើងត្រូវ copy រូបប្រមាណ2ស្លឹកមក copy ហើយយើងឈរលើ layer ណាមួយដែលយើង copy តបមកយើងចូលទៅ filter ហើយយើងយកពាក្យ blur កាន់ blur position blur បាទហើយយើងយក 9.8 យើងចុច OK តបមកយើងឈរ option ដែរយើងចូលទៅ filter ដែរយើងយកពាក្យថា camera raw អញ្ចឹងនៅកន្លែងនេះយើងសេរី noise នឹងពូនវាអញ្ចឹងយើងយកប៉ុណ្ណឹងមកនៅកន្លែង detail អញ្ចឹងយើងយក noise ប៉ុណ្ណឹងមកហើយសាពូនយើងយកប៉ុណ្ណឹងដែរមកបាទហើយសម្រាប់ខ្ញុំយកប៉ុណ្ណឹងហើយចេះ OK មកបាទតោះមកយើងឈរលើ option នឹងដែរយើងចូលពាក្យ filter ដែរហើយយើងចូលពាក្យ order ហើយយើងយកពាក្យ high pass បាទនៅ high pass នៅពេលនេះខ្ញុំយក 0.1 អ្នកនរអគ្នាយកប្រហែលយកទៅបាទខ្ញុំយក 0.1 ចុច OK ហើយខ្ញុំឈរលើ option នឹងដែរខ្ញុំយកដូរ blend ខ្ញុំយកពាក្យ soft line នៅពេលហ្នឹងយើងឈរលើ option soft line យើងទៅយកពាក្យ correct ហើយយើងសេរី floor ទៅយើងយកថា9ឬក៏10អីទៅហើយយើងចូលលើ option soft line ហ្នឹងយើងលើកន្លែងណាដែលពណ៌សយើងកុំយកពណ៌ខៀវពណ៌សតបមកយើងយកមកគូសនៅលើផ្ទៃមុខណាដែលល្ងឹតអញ្ចឹងណានេះដូចខ្ញុំអញ្ចឹងឡើយណាល្ងឹតយើងគូសទៅដើម្បីស្មានេះគ្រាន់តែបាត់បង្ហាញមិនជាផ្លូវការទេតែថាមិនមែនយើងធ្វើសម្រាប់យកទៅយើងគ្រាន់តែជាបាត់បង្ហាញទេអញ្ចឹងយើងមកគូសកន្លែងណាដែលល្ងឹតចឹងមកយើងតចំណាយពេលអត់ធ្មត់ក្នុងការធ្វើវាបើអត់ទេយើងវាអត់សូវបានស្អាតទេនេះខ្ញុំអត់មានរូបណាដែលល្ងឹតច្រើនណាស់ដោយសារមានតែរូបមួយនឹងអញ្ចឹងក៏គ្រាន់តែយកមកធ្វើជាបទបង្ហាញទេអញ្ចឹងគូសគឺនឹងមកបានគូសវាអញ្ចឹងមកគូសតែយកការអត់ធ្មត់ច្រើនទៅមកបាទហើយសម្រាប់ឧបនិមិត្តគឺយើងធ្វើបែបហ្នឹងនិមិត្តមួយចំហៀងភ្លើងមួយចំហៀងអីហ្នឹងវាក៏មិនស្មើគ្នាដូចជារូបនោះវាមានភ្លឺមួយល្ងឹតមួយចំហៀងល្ងឹតមួយចំហៀងអញ្ចឹងណាពី highlight វាភ្លឺមួយចំហៀងអញ្ចឹងដូចដៃខាងនេះល្ងឹតអញ្ចឹងយើងអាចគូសវាអញ្ចឹងទៅបាទតែយើងចំណាយពេលអត់ធ្មត់ណាក្នុងការគូសយើងយកបើយើងអត់ចំណាយពេលទេនេះគ្រាន់តែបាត់បង្ហាញទេខ្ញុំធ្វើស្បល់ទេអត់ធ្វើលម្អិតទេបើសិនជាអ្នកទាំងអស់គ្នាយករូបស្អាតប្រើជាផ្លូវការក៏ចំណាយពេលធ្វើតិចម្ដងទៅដើម្បីស្អាតចឹងយើងគូសចឹងមកហើយបើយើងអត់ខ្លាចអត់ស្មើគ្នាទេយើងហាត់ទាំងពីរមកបាទស្អាតពេលខ្លះវាអត់ស្មើទេដៃចឹងយើងត្រូវផាត់វាទាំងពីរដើម្បីឲ្យវាស្មើចឹងឥឡូវយើងចាំមើលរូបដើមហើយនឹងរូបមិនតន់កែហើយនឹងរូបកែហើយជំនួយវាខុសគ្នាវាមិនចឹង
នេះខ្ញុំបិទនៃរូបកាយនេះឃើញទេបាទចឹងអត់មានច្រើនទេបាទមានតែប៉ុណ្្នឹងទេសូមអរគុណក្នុងការចែករំលែកបាទសូមអរគុណ